ល់ដឹងពីអាស៊ានតើអាស៊ានគឺជាអ្វីអាស៊ានបង្កើតឡើងនៅថ្ងៃខែឆ្នាំណាហើយមានប្រមាណប្រទេសដែលជាស្ថាបនិករបស់អាស៊ានហើយសមាជិករបស់អាស៊ានមានប្រមាណប្រទេសតើអាស៊ានមានសារៈសំខាន់អ្វីខ្លះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះឡើងក្នុងគោលបំណងអ្វីហើយចាប់តាំងពីថ្ងៃបង្កើតនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះឡើងតើអាស៊ានមានកិច្ចប្រជុំកំពូលប៉ុន្មានលើកមកហើយតទៅនេះយើងនឹងយល់ដឹងលម្អិតពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងយល់ដឹងពីសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នីមួយៗអាស៊ានឬសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍គឺជាអង្គការថ្នាក់តំបន់មួយរួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង10ដែលជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនិងជួយសម្រួលការធ្វើសមាហរណកម្មសេដ្ឋកិច្ចនយោបាយសន្តិសុខយោធាការអប់រំនិងវប្បធម៌សង្គមក្នុងចំណោមសមាជិកទាំងអស់និងបណ្ដាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកអាស៊ានត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី8ខែសីហាឆ្នាំ1967ដោយស្ថាបនិកប្រទេសទាំង5មានដូចជាឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីនសិង្ហបុរីនិងប្រទេសថៃអាស៊ានបានពង្រីកខ្លួនដោយមានការចូលរួមបន្ថែមពីសមាជិកមួយចំនួនដូចជាប្រទេសប៊្រុយណេកម្ពុជាមីយ៉ាន់ម៉ាឡាវវៀតណាមនិងទីម៉័រខាងកើតអាស៊ានគ្របដណ្ដប់លើផ្ទៃដីសរុបជាង5លានគីឡូម៉ែត្រការ៉េដែលស្មើនឹង 3% នៃផ្ទៃដីផែនដីសរុបនិងប្រជាជនសរុបប្រមាណ668លាននាក់ស្មើនឹង 8% នៃប្រជាជនពិភពលោកបើវចនារបស់អាស៊ានគឺចក្ខុវិស័យតែមួយអត្តសញ្ញាណតែមួយនិងសហគមន៍តែមួយគោលបំណងសំខាន់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះគឺការជំរុញនៅកំណើនសេដ្ឋកិច្ចវឌ្ឍនភាពសង្គមនិងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយជំនួសដោយសន្តិវិធីកិច្ចប្រជុំកំពូលអាស៊ានបានធ្វើឡើងអស់47លើកមកហើយដែលបានបញ្ចប់ថ្មីនេះដោយប្រទេសម៉ាឡេស៊ីជាអ្នកបញ្ចប់ហើយនឹងប្រូវេនទៅប្រទេសហ្វីលីពីននៅឆ្នាំ2026ខាងមុខនេះបន្ទាប់ទៅនេះយើងនឹងលម្អិតពីប្រទេសនីមួយៗដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានតើប្រទេសនីមួយៗបានធ្វើកិច្ចប្រជុំកំពូលអាស៊ានហ្នឹងប្រមាណលើកហើយនៅថ្ងៃខែឆ្នាំណាជាដើមកិច្ចប្រជុំកំពូលអាស៊ានដំបូងគេនោះគឺប្រទេសឥណ្ឌូនេស៊ីដែលបានធ្វើឡើងហ្នឹងអស់6លើកមកហើយគឺលើកទី1ទី9ទី18ទី19ទី42និងទី43ជាដើមលើកទី1បានធ្វើនៅថ្ងៃទី23 20ដល់25ខែកុម្ភៈឆ្នាំ1976លើកទី9នៅថ្ងៃទី7ខែតុលាឆ្នាំ2003លើកទី18ថ្ងៃទី7ដល់8ខែឧសភាឆ្នាំ2011លើកទី19នៅថ្ងៃទី14ដល់ថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2011លើកទី42នៅថ្ងៃទី9ដល់ថ្ងៃទី11ខែឧសភាឆ្នាំ2023និងលើកទី43នៅថ្ងៃទី5ដល់ថ្ងៃទី7ខែកញ្ញាឆ្នាំ2023ប្រទេសម៉ាឡេស៊ីបានប្រកធ្វើកិច្ចប្រជុំកំពូលអាស៊ានបាន6លើកមកហើយលើកទី2លើកទី11 26 27 46និង47
លើកទី2ធ្វើនៅថ្ងៃទី4ទី5ខែសីហាឆ្នាំ1977 លើកទី11នៅថ្ងៃទី12ដល់ថ្ងៃទី14ខែធ្នូឆ្នាំ2005លើកទី26នៅថ្ងៃទី26ដល់27ខែមេសាឆ្នាំ2015លើកទី27នៅថ្ងៃទី18ដល់ថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2015លើកទី46នៅថ្ងៃទី26ដល់ថ្ងៃទី27ខែឧសភាឆ្នាំ2025និងលើកទី47នៅថ្ងៃទី26ដល់ថ្ងៃទី27ខែតុលាឆ្នាំ2025ប្រទេសហ្វីលីពីនបានប្រារព្ធធ្វើកិច្ចប្រជុំកំពូលអាស៊ានបាន4លើកមកហើយលើកទី3លើកទី12លើកទី30និងលើកទី31លើកទី3នៅថ្ងៃទី14ដល់15ខែធ្នូឆ្នាំ1987លើកទី12នៅថ្ងៃទី11ដល់14ខែមករាឆ្នាំ2007លើកទី30នៅថ្ងៃទី28 29ខែមេសាឆ្នាំ2017លើកទី31នៅថ្ងៃទី13 14ខែវិច្ឆិកាឆ្នាំ2017ប្រទេសសិង្ហបុរីបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន4លើកមកហើយមានលើកទី4 13 32និង33លើកទី4នៅថ្ងៃទី27 28ខែមករាឆ្នាំ1992លើកទី13នៅថ្ងៃទី18ដល់22ខែវិច្ឆិកាឆ្នាំ2007លើកទី32នៅថ្ងៃទី25 26ខែមេសាឆ្នាំ2018លើកទី33នៅថ្ងៃទី11ដល់15ខែវិច្ឆិកាឆ្នាំ2018ប្រទេសថៃបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន5លើកមកហើយគឺលើកទី5លើក14លើកទី15លើកទី34និងលើកទី35លើកទី5នៅថ្ងៃទី14ដល់15ខែធ្នូឆ្នាំ1995លើកទី14ថ្ងៃទី27ខែកុម្ភៈដល់ថ្ងៃទី1ខែមីនាឆ្នាំ2009លើកទី15នៅថ្ងៃទី23ដល់25ខែតុលាឆ្នាំ2009លើកទី34នៅថ្ងៃទី20ដល់23ខែមិថុនាឆ្នាំ2019លើកទី35នៅថ្ងៃទី31ខែតុលាដល់ថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2019ប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន5លើកមកហើយមានលើកទី6លើកទី16លើកទី17លើកទី36និងលើកទី37លើកទី6នៅថ្ងៃទី15 16ខែធ្នូឆ្នាំ1998លើកទី16នៅថ្ងៃទី8ដល់9ខែមេសាឆ្នាំ2010លើកទី17នៅថ្ងៃទី28ដល់31ខែតុលាឆ្នាំ2010លើកទី36នៅថ្ងៃទី26ខែមិថុនាឆ្នាំ2020លើកទី37នៅថ្ងៃទី11ដល់15ខែវិច្ឆិកាឆ្នាំ2020ប្រទេសប្រុយណេបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន5លើកមកហើយគឺលើកទី7លើកទី22លើកទី23លើកទី38និងលើកទី39លើកទី7នៅថ្ងៃទី5ទី6ខែវិច្ឆិកាឆ្នាំ2001លើកទី22នៅថ្ងៃទី24 25ខែមេសាឆ្នាំ2013លើកទី23នៅថ្ងៃទី9ទី10ខែតុលាឆ្នាំ2013លើកទី38នៅថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2021លើកទី39ធ្វើនៅថ្ងៃទី26ដល់28ខែតុលាឆ្នាំ2021
ប្រទេសកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានចំនួន5លើកមកហើយលើកទី8លើកទី20លើកទី21លើកទី40និងលើកទី41លើកទី8នៅថ្ងៃទី4ទី5ខែវិច្ឆិកាឆ្នាំ2002លើកទី20នៅថ្ងៃទី3ទី4ខែមេសាឆ្នាំ2012លើកទី21នៅថ្ងៃទី17ដល់19ខែវិច្ឆិកាឆ្នាំ2012លើកទី40និង41នៅថ្ងៃទី10ដល់13ខែវិច្ឆិកាឆ្នាំ2022ប្រទេសឡាវបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន5លើកមកហើយលើកទី10លើកទី28លើកទី29លើកទី44និងលើកទី45លើកទី10នៅថ្ងៃទី29 30ខែវិច្ឆិកាឆ្នាំ2004លើកទី28និងលើកទី29នៅថ្ងៃទី6ដល់ថ្ងៃទី8ខែកញ្ញាឆ្នាំ2016លើកទី44និងលើកទី45នៅថ្ងៃទី6ដល់ថ្ងៃទី11ខែតុលាឆ្នាំ2024ប្រទេសមីយ៉ាន់ម៉ាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានចំនួន2លើកមកហើយលើកទី24និងលើកទី25លើកទី24នៅថ្ងៃទី10 11ខែឧសភាឆ្នាំ2014លើកទី25នៅថ្ងៃទី12 13ខែវិច្ឆិកាឆ្នាំ2014ប្រទេសទីម៉ូខាងកើតមិនមានកិច្ចប្រជុំកំពូលអាស៊ានទេដោយសារប្រទេសទីម៉ូខាងកើតទើបតែចូលជាសមាជិកអាស៊ាននៅថ្ងៃទី26ខែតុលាឆ្នាំ2025វិញមែនទេហើយនេះជាតារាងដែលប្រទេសនីមួយៗបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានទាំង47លើក